បងប្អូនដឹងហើយថាសណ្តែកសៀងគឺវាផ្ដល់នៅកាល់ស្យូមយ៉ាងច្រើនហើយផ្ដល់នៅវីតាមីនយ៉ាងច្រើនដល់សុខភាពមនុស្សយើងអញ្ចឹងភាគច្រើនបងប្អូនគាត់ចូលចិត្តញ៉ាំទឹកសណ្តែកក៏វាធ្វើអំពីសណ្តែកសៀងនឹងដែរអញ្ចឹងហើយភាគច្រើនទៀតគឺគាត់ចូលចិត្តញ៉ាំតៅហ៊ូក៏ធ្វើពីជាមួយនឹងសណ្តែកសៀងនឹងដែរអញ្ចឹងយើងយកសណ្តែករបស់យើងហ្នឹងមួយកែវមកហើយយើងដាក់ត្រាំទឹកវាឲ្យរីកមកហើយបន្ទាប់មកយើងរើសអាស្អុយនឹងចេញអស់មកបន្ទាប់មកបានយើងដាក់យកទៅកិនវាគឺយើងដាក់ទឹកលើសមួយកែវនៃចំនួនដែលយើងវាល់សណ្តែកសៀងហ្នឹងបន្ទាប់មកយើងកិនហើយយើងពូតវាឲ្យរួចមកបានយកទឹកមកហើយអាសម្បកដែលយើងសល់ដែលពូតហ្នឹងគឺយើងអាចយកទៅចៀនញ៉ាំបានទៀតហើយនៅពេលដែលទឹកនេះគឺទឹកសណ្តែកនេះគឺយើងអាចយកមកធ្វើជាតៅហ៊ូញ៉ាំបានអញ្ចឹងគឺយើងដាក់ដាំវាឲ្យពុះមកនៅពេលដែលពុះហើយគឺយើងយកជាមួយនឹងតៅហ៊ូរបស់យើងហ្នឹងគឺម្សៅតៅហ៊ូហ្នឹងយើងចាក់ដាក់នៅក្នុងចានឬក៏នៅក្នុងឆ្នាំងអីមួយមកបានយើងចាក់ទឹកសណ្តែកយើងចូលទៅក្នុងហ្នឹងទៅយើងទុកឲ្យត្រជាក់ហើយនៅពេលដែលត្រជាក់យើងអាចញ៉ាំបានហើយខ្លាយទៅជាតៅហ៊ូហើយអញ្ចឹងយើងងាកមកធ្វើជាទឹកស្ករសម្រាប់យើងស្រោចជាមួយនឹងតៅហ៊ូហ្នឹងគឺយើងដាក់ជាមួយនឹងកាវជាមួយនឹងស្ករសុខភាពហើយនឹងស្ករសហើយយើងដាក់ទឹកមកហើយយើងដាក់ដាំនៅលើឆ្នាំងរបស់យើងទៅនៅលើចង្ក្រានមកហើយនៅពេលដែលទឹកស្ករនឹងឆ្អិនហើយយើងយកមកស្រោចជាមួយនឹងតៅហ៊ូរបស់យើងមកអញ្ចឹងរសជាតិឆ្ងាញ់មែនទែនហើយអាតៅហ៊ូដែលយើងសល់ហ្នឹងយើងអាចយកមកធ្វើជាតៅគ័រញ៉ាំបានទៀតអញ្ចឹងគឺយើងយកមកយើងដាក់សង្កត់វាបែបហ្នឹងទៅហើយយើងទុកវាមួយយប់ទៅនៅពេលព្រឹកឡើងយើងអាចយកទៅញ៉ាំ